បាទសូមជំរាបសួរប្រិយមិត្តទាំងអស់គ្នាខ្ញុំមានអត្ថបទមួយរបស់សារព័ត៌មាន South China Morning Post ដែលបានចេញផ្សាយកាលពីថ្ងៃចុងសប្តាហ៍ប្រហែលថ្ងៃមុននេះគឺឥឡូវនេះខ្ញុំសូមចែករំលែកអត្ថបទនេះដែលបកប្រែជាភាសាខ្មែរពាក់ព័ន្ធជាមួយនឹងចំនួនរវាងកម្ពុជានិងថៃនៅក្នុងអត្ថបទហ្នឹងគេដាក់ថាតើកម្ពុជាអាចវាយរាជធានីថៃដោយអាវុធដែលរបស់ចិនដែរឬទេបាទនេះជាសំណួរមួយឥឡូវនេះខ្ញុំសូមចែករំលែកដូចទៅគឺណាគេថាកម្ពុជាអាចប្រើអាវុធដែលផលិតដោយចិនដើម្បីវាយប្រហារប្រទេសថៃបានប៉ុន្តែនឹងមិនដល់រាជធានីរបស់ថៃឡើយណាគេទៅនិយាយអញ្ចឹងណាតែការពិតយ៉ាងម៉េចយើងមិនដឹងតែនេះជាអត្ថបទគេថាអញ្ចឹងហើយទីក្រុងប៉េកាំងទំនងជាមិននៅស្ងៀមទេប្រសិនបើភាពតានតឹងព្រំដែនផ្ទុះឡើងទៅជាចំនួនយោធាលោកសុងហ្គងពីងអតីតគ្រូបង្ហាត់កងទ័ពរំដោះប្រជាជនចិនបាននិយាយថាការនាំចេញអាវុធរបស់ប្រទេសចិនគឺជាធម្មតាសម្រាប់ការពារជាតិហើយបន្ទាប់ពីការទិញកម្មសិទ្ធិនិងការប្រើប្រាស់វិជាសិទ្ធិទាំងស្រុងរបស់ប្រទេសអ្នកទិញណាបាទនេះគឺជាការដកស្រង់សម្ដីរបស់គ្រូបង្វឹកកងទ័ពរបស់ចិនមួយរូបលោកបានមានប្រសាសន៍ថាចិននឹងមិនមានបំណងចង់ឃើញមិត្តភ័ក្តិប្រពៃណីរបស់ខ្លួនទាំងពីរធ្លាក់ចូលទៅក្នុងសង្គ្រាមសូម្បីតែចំនួនទឹកដីក៏ដោយលោកបានបន្ថែមថាទីក្រុងប៉េកាំងនឹងព្យាយាមសម្របសម្រួលការចរចានិងបទឈប់បាញ់ថៃជាមិត្តប្រពៃណីរបស់ចិននិងជាសម្ព័ន្ធមិត្តប្រពៃណីរបស់សហរដ្ឋអាមេរិកគណៈកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងចិនការវិដំឡៃនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍មួយនៅគេហទំព័រសារព័ត៌មាន The Nation ដែលមានមូលដ្ឋាននៅក្នុងទីក្រុងបាងកករបស់ថៃដែលចេញផ្សាយកាលពីថ្ងៃសុក្រដែលដកស្រង់សម្ដីរបស់ប្រធានព្រឹទ្ធសភាកម្ពុជាគឺលោកហ៊ុនសែនដែលបាននិយាយថាប្រទេសរបស់លោកមានអាវុធដែលអាចបាញ់ទៅដល់ទីក្រុងបាងកកបានណាគឺកាសែត The Nation គេបានចុះផ្សាយដោយដកស្រង់សម្ដីដូចនេះភាពតានតឹងបានកើនឡើងរវាងប្រទេសថៃនិងកម្ពុជានៅតាមតំបន់ជម្លោះនៃព្រំដែននៃប្រទេសទាំងពីរដែលគេស្គាល់ថាជាតំបន់ត្រីកោណមរកតទាហានខ្មែរម្នាក់ត្រូវបានសម្លាប់ក្នុងការបាញ់កាំភ្លើងដ៏ខ្លីមួយកាលពីថ្ងៃទី28ខែឧសភាដែលធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងចំពោះការបង្កើនភាពតានតឹងផ្នែកយោធាប្រទេសចិនគឺជាប្រភពអាវុធដ៏សំខាន់សម្រាប់ប្រទេសទាំងពីរប៉ុន្តែលោកសុងបាននិយាយថាវាមិនអាចទៅរួចទេសម្រាប់កម្ពុជាក្នុងការគម្រាមកំហែងរាជធានីថៃដោយប្រព័ន្ធរ៉ុកែតសំខាន់ដែលផលិតដោយចិនលោកបានបន្តថាកម្ពុជាក៏ខ្វះខាតយន្តហោះចម្បាំងដែលមានសមត្ថភាពអាចបាញ់កាំជ្រួចរយៈចម្ងាយឆ្ងាយផងដែរដោយបន្ថែមថាថវិកាការពារជាតិរបស់កម្ពុជាគឺប្រហែល 1/10 នៃប្រទេសថៃសមត្ថភាពយោធាថៃខ្លាំងជាងកម្ពុជាទៅទៀតយោងតាមវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ Stockholm បានឲ្យដឹងថាប្រទេសចិនបានវាយដាច់សហរដ្ឋអាមេរិកក្នុងការក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់ប្រទេសថៃដែលស្មើនឹង 44% នៃការនាំចូលសម្ភារៈយោធាទាំងអស់របស់ថៃទន្ទឹមនឹងនេះកម្ពុជាស្ទើរតែពឹងផ្អែកទាំងស្រុងលើសភាវុធចិនដោយកាសែតភ្នំពេញប៉ុស្តិ៍បានរាយការណ៍ថាអាវុធរបស់ចិនអាចមានទៅដល់ 95% នៃចំនួនសរុបលោកសុងបាននិយាយថាមិនដូចសហរដ្ឋអាមេរិកទេប្រទេសចិនមិនបានដាក់លក្ខខណ្ឌលើការប្រើប្រាស់អាវុធរបស់ខ្លួននោះទេលោកបាននិយាយថានេះគឺខុសពីសហរដ្ឋអាមេរិកដែលជារឿយៗរក្សាការគ្រប់គ្រងលើរបៀបប្រើប្រាស់អាវុធរបស់ខ្លួនមានការរំពឹងទុកមួយថាដែលគេបាននិយាយតគ្នាគឺសហរដ្ឋអាមេរិកបានដាក់កំហិតលើការប្រើប្រាស់យន្តហោះយោធារបស់ឥណ្ឌាដែលផលិតដោយអាមេរិកក្នុងចំនួនថ្មីបំផុតជាមួយនឹងប៉ាគីស្ថានជុំវិញតំបន់កាស្មៀរកាលពីខែឧសភាកងកម្លាំងប៉ាគីស្ថានបើតាមសេចក្តីរាយការណ៍បានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ J-10CE ផលិតដោយចិនមីស៊ីលនិងប្រព័ន្ធអាវុធដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំង Rafael របស់ឥណ្ឌាជាច្រើនគ្រឿងលោកសុងបាននិយាយថាមានភាពខុសគ្នាធំមួយចំនួនដែររវាងចំនួនថៃនិងកម្ពុជានិងអារេភាពរវាងឥណ្ឌានិងប៉ាគីស្ថានដែលពាក់ព័ន្ធនឹងភាពខុសគ្នាខាងសាសនាយ៉ាងជ្រៅគឺមួយកាន់សាសនាហិណ្ឌូភាគច្រើននិងមួយទៀតកាន់សាសនាអ៊ីស្លាម
លោកសង្ឃបានមានប្រសាសន៍ថាប្រទេសថៃនិងកម្ពុជាក្នុងនាមជាប្រទេសកាន់ព្រះពុទ្ធសាសនាមិនមានការបែងចែកសាសនាធ្ងន់ធ្ងរបែបនេះទេអញ្ចឹងមិនមែនជាចំនួនដែលធ្ងន់ធ្ងរទេដោយបន្ថែមថាចំនួនព្រំដែនរបស់ពួកគេគឺកើតចេញពីការគ្រប់គ្រងអាណានិគមបារាំងប៉ុណ្ណោះទោះបីជាយ៉ាងណាក៏ដោយលោកសង្ឃបានសង្កត់ធ្ងន់ថាប្រទេសចិននឹងនៅតែផ្ដល់ដំបូន្មានដល់ប្រទេសជាមិត្តទាំងពីរឲ្យរក្សាការអត់ធ្មត់និងដោះស្រាយចំនួនរបស់ពួកគេតាមរយៈការចរចាលោកសង្ឃបានបន្ថែមថាចិនទំនងជាមិននៅស្ងៀមបានទេប្រសិនបើភាពតានតឹងរវាងថៃនិងកម្ពុជាកើនឡើងទៅជាចំនួនយោធានោះលោកសង្ឃបានស្នើថាវិទ្យាស្ថានសម្របសម្រួលអន្តរជាតិដែលទើបបង្កើតថ្មីនៅទីក្រុងហុងកុងអាចដើរតួនាទីស្ថាបនាក្នុងការជួយភាគីទាំងពីរជៀសវាងការប្រឈមមុខដាក់គ្នាដោយអាវុធលោកសង្ឃក៏បានសម្គាល់ដែរថាគោលជំហររបស់ប្រទេសចិនស្របទៅនឹងផលប្រយោជន៍ទូទៅដ៏ទូលំទូលាយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានពីព្រោះចំនួនណាមួយនៅក្នុងប្លុកនឹងធ្វើឲ្យខូចដល់ស្ថិរភាពនៅក្នុងតំបន់លោកបានបន្ថែមថាក្រៅពីប្រទេសចិនអាស៊ានខ្លួនឯងក៏ទំនងជាចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលផងដែរតំបន់ជាច្រើនរវាងប្រទេសថៃនិងកម្ពុជារួមទាំងតំបន់ត្រីកោណមរកតត្រូវបានគូសផែនទីមិនច្បាស់លាស់និងគ្រប់គ្រាន់នោះទេនៅពេលដែលសន្ធិសញ្ញាត្រូវបានចុះហត្ថលេខាកាលពីជាង1សតវត្សរ៍មុនដែលបណ្ដាលឲ្យមានការទាមទារត្រួតស៊ីគ្នានេះគឺតាមអត្ថបទរបស់ខាង South China Morning Post ក៏សរសេរដូចនេះណាកម្ពុជាធ្លាប់បានស្វែងរកដំណោះស្រាយផ្លូវច្បាប់អន្តរជាតិសម្រាប់ចំនួនព្រំដែននៅឆ្នាំ1962តុលាការយុត្តិធម៌អន្តរជាតិហៅកាត់ថា ICJ បានសម្រេចផ្ដល់ជាជំនះដល់កម្ពុជាទាក់ទងនឹងប្រាសាទព្រះវិហារហើយនៅឆ្នាំ2013បានអះអាងឡើងវិញនៅសេចក្តីសម្រេចដោយបញ្ជាឲ្យបង្កើតតំបន់គ្មានយោធានិងការដកទ័ពដោយភាគីទាំងពីរប្រទេសថៃនៅតែបន្តបដិសេធយុត្តាធិការរបស់ ICJ លើចំនួននេះដោយទទូចប្រើការចរចាទ្វេភាគីតាមរយៈគណៈកម្មការព្រំដែនរួមហៅថា JBC ដែលបានបង្កើតក្នុងឆ្នាំ2000មកគឺ JBC មានការរីកចម្រើនតិចតួចក្នុងការដោះស្រាយភាពតានតឹងបាទនេះគឺជាអត្ថបទដែលចុះផ្សាយដោយកាសែត South China Morning Post កាលពីចុងសប្តាហ៍នេះហើយខ្ញុំសូមចែករំលែកនៅការបកប្រែនេះទាំងស្រុងជូនប្រិមិត្តបាទបើសិនជាមានចំណុចណាដែលប្រិមិត្តយល់ខុសពីអត្ថបទនេះសូមសរសេរ comment នៅខាងក្រោមខ្ញុំក៏ចង់ដឹងនិងរៀនសូត្រពីប្រិមិត្តផងដែរហើយខ្ញុំនឹងព្យាយាមរកអត្ថបទណាដែលល្អដែលជាការស្រាវជ្រាវនិងការវិភាគរបស់អ្នកជំនាញមួយចំនួនមកចែកជាមួយនឹងប្រិមិត្តទៀតសង្ឃឹមថាប្រិមិត្តនឹងចូលចិត្តសូមអរគុណសូមជម្រាបលាសូមជម្រាបសួរប្រិមិត្តទាំងអស់គ្នាខ្ញុំបានសន្យាជាច្រើនដងមកហើយថានឹងចែករំលែកពីសកម្មភាពចារកម្មរបស់ប្រទេសអ៊ីស្រាអែលគឺគេមានឈ្មោះថាក្រុមម៉ូសាដដែលបានរៀបចំផែនការយ៉ាងលម្អិតដែលឈានទៅដល់ការដែលអ៊ីស្រាអែលអាចបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រគឺព្រឹកព្រលឹមស្រាងតែម្ដងវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់តាំងពីពេលដែលមេទ័ពរបស់អ៊ីរ៉ង់មួយចំនួនប្រជាពលរដ្ឋមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់នោះមិនទាន់ទាំងងើបពីគេងផងហើយវាជាប្រតិបត្តិការមួយដែលគេចាត់ទុកថាជាប្រតិបត្តិការដែលស្រដៀងគ្នានឹងប្រតិបត្តិការដែលអ៊ុយក្រែនបានរៀបចំដើម្បីវាយប្រហារទៅលើយន្តហោះផ្ទុកនុយក្លេអ៊ែររបស់រុស្ស៊ីដោយមិនឲ្យដឹងខ្លួនជាមុនដែរដូច្នេះខ្ញុំសូមចែករំលែកនៅអ្វីដែលខាងសារព័ត៌មាន Washington Post បានស្រាវជ្រាវហើយខ្ញុំបកប្រែដើម្បីជាចំណេះដឹងដល់ប្រិយមិត្តទាំងអស់គ្នាគឺការកំណត់គោលដៅលើមេដឹកនាំនៅទីតាំងរសើបគឺពឹងផ្អែកទៅលើការធ្វើឲ្យមានសកម្មនៅក្រមស៊ើបការសម្ងាត់និងអាវុធដែលយកទៅដាក់ទីតាំងជាមុនគឺមានការយកអាវុធទៅដាក់ទីតាំងជាមុននិងសមត្ថភាពផ្សេងៗទៀតដែលបានយកទៅដាក់ហើយសម្ងំទុកយ៉ាងយូរនៅពេលដែលយន្តហោះអ៊ីស្រាអែលកំពុងធ្វើដំណើរឆ្លងកាត់លើមេឃឆ្ពោះទៅកាន់ទីតាំងនុយក្លេអ៊ែរនិងទីតាំងយោធាក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះគឺក្រុមមេបញ្ជាការសម្ងាត់វេនយន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធនិងគ្រឿងផ្ទុះដែលលាក់ទុកក្នុងយានជំនិះទាំងនោះបានហោះចេញពីកន្លែងលាក់ខ្លួនយ៉ាងជ្រៅក្នុងប្រទេសអ៊ីរ៉ង់ហើយធ្វើដំណើរឆ្ពោះទៅកាន់គោលដៅដែលកំពុងតែគេងលក់នៅឡើយ
ក្នុងចំណោមគោលដៅទាំងនោះមានមេបញ្ជាការយោធាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរនិងមេដឹកនាំនៃកងឆ្មាំបដិវត្តដ៏ឆ្នើមរបស់អ៊ីរ៉ង់ដែលភាគច្រើននៃពួកគេគឺនៅតែកំពុងដេកនៅលើគ្រែរបស់ពួកគេនៅក្នុងផ្ទះរបស់ពួកគេនេះដែលយើងតាមមន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីស្រាអែលដែលបានដឹងអំពីប្រវត្តិប្រតិបត្តិការដែលបានផ្ដល់ព័ត៌មានលម្អិតដែលមិនបានផ្សព្វផ្សាយពីមុនមកឲ្យកាសែត Washington Post បានដឹងនៅពេលថ្ងៃចាប់ផ្ដើមរះឡើងគឺសមាជិកជាន់ខ្ពស់នៃក្រុមមេដឹកនាំរបស់អ៊ីរ៉ង់និងអ៊ីស្រាអែលជនសំខាន់ដែលមានចំណេះដឹងខាងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះបានបាត់បង់ជីវិតក្នុងករណីខ្លះគឺជាក់ស្ដែងតែម្ដងគឺបណ្ដាលមកពីយន្តហោះ drone ដែលគ្មានមនុស្សបើកហើយផ្ទុកជាផ្ទុះនៅក្នុងនោះឬឧបករណ៍ផ្សេងទៀតដែលបានបន្ទុះនៅតាមរមណីយនៅជ្រុងអគារដែលពួកគេស្នាក់នៅនិងកន្លែងផ្សេងទៀតនៅចំកណ្ដាលទីក្រុងតេហ៍រ៉ង់ដែលជារដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ក្រុមមន្ត្រីបាននិយាយថាប្រតិបត្តិការមួយដែលត្រូវបានគេដាក់ឈ្មោះថា Rising Lion ឬក៏យើងហៅថាខ្លាឬក៏តោដែលកំពុងតែងើបឡើងដែលធ្វើប្រតិបត្តិការដោយរដ្ឋាភិបាលអ៊ីស្រាអែលគឺពឹងផ្អែកទាំងស្រុងទៅលើសកម្មភាពនៃក្រុមស៊ើបការសម្ងាត់ឃ្លាំងផ្ទុកអាវុធដែលយកមកលាក់ទុកជាមុនគឺអាវុធជាច្រើនដែលយកមកលាក់ទុកជាមុននិងកងកម្លាំងផ្សេងទៀតដែលបានលាក់ខ្លួននៅក្នុងទឹកដីអ៊ីរ៉ង់អស់រយៈពេលជាច្រើនសប្តាហ៍ឬជាច្រើនខែគឺកម្លាំងទាំងអស់នោះទៅបង្កប់នៅក្នុងទឹកដីរបស់អ៊ីរ៉ង់ជាយូរមកហើយមន្ត្រីសន្តិសុខផ្ទាល់របស់អ៊ីស្រាអែលបាននិយាយថាការសម្លាប់ដោយមានគោលដៅកំណត់ច្បាស់លាស់គឺជាផ្នែកមួយនៃរលកទី1នៅក្នុងផែនការវាយប្រហារដែលត្រូវបានរៀបចំឡើងដើម្បីសម្លាប់អ្នកសម្រេចចិត្តនៅក្នុងកងឆ្មាំបដិវត្តនិងរបបរបស់អ៊ីរ៉ង់ខណៈដែលពួកគេស្ថិតនៅក្នុងកន្លែងដែលខាងអ៊ីស្រាអែលបានដឹងយ៉ាងច្បាស់ក្នុងចំណោមអ្នកដែលត្រូវបានគេសម្លាប់ក្នុងដំណាក់កាលបើកឆាកពេលនោះយើងបានដឹងហើយតាមសេចក្តីរាយការណ៍នានាគឺមានឧត្តមសេនីយ៍តូម៉ូហាម៉េតបាក់ហ្គរីលោកជាមេបញ្ជាការយោធាអ៊ីរ៉ង់លោកជាអគ្គមេបញ្ជាការមួយទៀតគឺឧត្តមសេនីយ៍តូហ៊ូសែនសាឡាមីលោកជាអគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តរបស់អ៊ីរ៉ង់ដែលជាកងកម្លាំងដ៏ឆ្នើមរបស់អ៊ីរ៉ង់និងលោកម៉ូហាម៉េតមេឌីថេរ៉ាន់ជីអ្នករូបវិទ្យានិងជាប្រធាននៃសាកលវិទ្យាល័យ Islamic Azad ក្នុងទីក្រុងអ៊ីរ៉ង់គឺក្រោយមកយើងបានដឹងថាមានបញ្ជាការរហូតដល់4នាក់ដែលនៅកំពូលបានស្លាប់ហើយអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររហូតដល់ទៅ9នាក់ឯនោះបានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារវាយឆ្មក់របស់អ៊ីស្រាអែលនៅវគ្គដំបូងបើតាមមន្ត្រីរបស់អ៊ីស្រាអែលបានឲ្យដឹងថាផែនការដែលរៀបចំឡើងមកនេះគឺធ្វើឡើងដោយក្រុម Mossad បានរៀបចំអស់រយៈពេលជាច្រើនឆ្នាំមកហើយគឺមានផែនការរៀបចំជាច្រើនឆ្នាំមកហើយក៏ប៉ុន្តែទើបតែរយៈពេលប្រមាណខែចុងក្រោយតែប៉ុណ្ណោះដែលពួកគេខិតខំពន្លឿនធ្វើយ៉ាងម៉េចឲ្យសម្រេចបានកិច្ចការនោះហើយមានការតម្រូវឲ្យមានមន្ត្រីអ្នកចូលរួមភ្នាក់ងារដែលចូលរួមពាក់ព័ន្ធនោះមានភាពក្លាហានហើយមានការបដិញ្ញាចិត្តហើយថែមទាំងចេះកលយុគក្នុងការកុហកក្នុងការបំភាន់បានមិនឲ្យសត្រូវដឹងផងដែរដំណាក់កាលចុងក្រោយនៃការរៀបចំទៅបានលាតត្រដាងសូម្បីតែចំពេលការចរចានុយក្លេអ៊ែររបស់អាមេរិកឡើងវិញជាមួយនឹងអ៊ីរ៉ង់ហើយមានពាក់ព័ន្ធនៅភ្នាក់ងារ Mossad ដែលបានសុខចិត្តរត់ពន្ធអាវុធពិសេសក្នុងបរិមាណដ៏ច្រើនចូលទៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីដាក់ពង្រាយនៅទូទាំងប្រទេសហើយចាប់ផ្ដើមយកឈ្មោះទៅដល់គោលដៅដែលបានកំណត់អញ្ចឹងគឺក្រុមចារកម្មរបស់អ៊ីស្រាអែលមានភាពក្លាហានហ៊ានដឹកអាវុធដែលមានគ្រាប់រំសេងជាច្រើនចូលទៅក្នុងទឹកដីរបស់អ៊ីរ៉ង់ដើម្បីយកទៅដាក់នៅគោលដៅសម្រាប់បើកការវាយប្រហារហើយគោលដៅទាំងអស់នោះសុទ្ធតែជាគោលដៅយោធាដ៏រសើបដូច្នេះការសម្លាប់ក្នុងពេលដំណើរគ្នានៃអ៊ីស្រាអែលជនសំខាន់និងមេដឹកនាំជាច្រើនហាក់ដូចជាបង្ហាញពីអសមត្ថភាពដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់អ៊ីរ៉ង់ក្នុងការការពារមេដឹកនាំយោធារបស់ខ្លួននិងស្ថាប័នវិទ្យាសាស្ត្ររបស់ខ្លួនពីសត្រូវដែលគេដឹងជាយូរមកហើយថាមានចេតនាសម្ងាត់នៅក្នុងការតាមសម្លាប់អ្នកទាំងអស់នោះអស់រយៈពេលជាច្រើនឆ្នាំក្រោយពីការវាយប្រហារកាលពីថ្ងៃសុក្រហើយអ៊ីស្រាអែលបានព្រមានថាប្រតិបត្តិការនៅក្នុងការកាត់ក្បាលមេដឹកនាំនៃក្រុមដឹកនាំនៅក្នុងទីក្រុងតេហ៍រ៉ង់របស់ប្រទេសអ៊ីរ៉ង់គឺទើបតែចាប់ផ្ដើមទេដូច្នេះមានន័យថាអ៊ីស្រាអែលមានគោលបំណងកាត់ផ្ដាច់ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់បន្ថែមទៀតដូច្នេះហើយបានជាក្រោយពីការសម្លាប់មេដឹកនាំសំខាន់នៅក្នុងជួរយោធានោះគឺក្រុម Mossad បានចាត់វិធានការដ៏ក្លាហានមួយដោយបញ្ជូនលិខិតទៅ
ដល់មន្ត្រីដែលនៅលំដាប់បន្ទាប់ដែលពួកគេយល់ថាអាចនឹងឡើងមកកាន់តំណែងជំនួសមេតបដែលស្រាប់គឺក្នុងករណីខ្លះគឺយកលិខិតនោះទៅដោះផ្ទះតែម្ដងដាក់រីងចូលតាមក្រោមទ្វារតែនោះគាត់ទៅបើកទ្វារមកឃើញលិខិតនោះតែម្ដងបញ្ជាក់ថាយើងដឹងថាអ្នកឯងនៅទីណាអ្នកឯងកំពុងធ្វើអ្វីអ្នកឯងនឹងត្រូវបានការងារអ្វីជាបន្តទៀតហើយយើងតាមគ្រាន់មើលអ្នកឯងហើយក្នុងករណីខ្លះគឺក្រុមចារកម្មរបស់អ៊ីស្រាអែលគឺទូរស័ព្ទទៅតែម្ដងទូរស័ព្ទទៅប្រពន្ធរបស់មេតបទាំងអស់ហ្នឹងប្រាប់ថាសូម្បីតែប្រពន្ធរបស់អ្នកឯងកូនរបស់អ្នកឯងក៏យើងដឹងយើងមានលេខទូរស័ព្ទដូច្នេះសូមប្រយ័ត្នប្រយែងនេះគឺជាផែនការមួយនៅក្នុងការបំបាក់ស្មារតីក្រុមមេដឹកនាំយោធារបស់អ៊ីរ៉ង់ក្រុមមន្ត្រីបាននិយាយថាប្រតិបត្តិការលុបបំបាត់ដោយដែលមន្ត្រីអ៊ីស្រាអែលម្នាក់បានពលនីអំពីរលកដំបូងនៃការវាយប្រហារកាលពីថ្ងៃសុក្រគឺជាទស្សនវិជ្ជាមួយនៃទូនាទីរបស់ក្រុម Mossad ក្នុងការធ្វើប្រតិបត្តិការ Rising Lions ទីភ្នាក់ងារនេះបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំជាមួយនឹងកងកម្លាំងការពាររបស់អ៊ីស្រាអែលដើម្បីប្រមូលឯកសារស្តីពីតួលេខមេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់រួមទាំងទីតាំងលើនដ្ឋាននិងលំនៅឋានរបស់អ្នកទាំងនោះផងដែរមន្ត្រីសន្តិសុខទី2របស់អ៊ីស្រាអែលបាននិយាយថាថ្មីៗនេះកងកម្លាំងដូរបស់ក្រុម Mossad បានចាប់ផ្ដើមដាក់ពង្រាយអាវុធដែលមានបំពាក់ GPS ដោយនាំផ្លូវជាក់លាក់នៅក្នុងតំបន់នោះដោយចំហគឺនៅជិតទីតាំងមីស៊ីលពីដីទៅអាកាសរបស់អ៊ីរ៉ង់ដើម្បីវាយកំទេចសមត្ថភាពប្រឆាំងនឹងយន្តហោះរបស់អ៊ីរ៉ង់នៅពេលព្រឹកព្រលឹមដែលអ៊ីស្រាអែលបើកការវាយប្រហារនោះក្រុម Mossad ក៏បានបង្កើតមូលដ្ឋាននៃយន្តហោះគ្មានមនុស្សបើកបំផ្ទុះជ្រៅនៅខាងក្នុងប្រទេសអ៊ីរ៉ង់មុនពេលការវាយប្រហារដោយអាវុធដែលបានរៀបចំនិងសម្ដៅលើទីតាំងបាញ់មីស៊ីលពីដីទៅដីនៅឯមូលដ្ឋាន Esfajabat របស់អ៊ីរ៉ង់នៅជិតទីក្រុងតេហេរ៉ង់ដើម្បីបន្សាបប្រព័ន្ធការពារដែនអាកាសផ្សេងទៀតដែលអាចប្រើដើម្បីប្រឆាំងនឹងយន្តហោះរបស់អ៊ីស្រាអែលក្រុម Mossad បានដាក់ពង្រាយដោយសម្ងាត់នៅប្រព័ន្ធវាយប្រហារនិងបច្ចេកវិទ្យាទំនើបលើយានជំនិះដែលជាគ្រឿងផ្ទុះលាក់កំបាំងដែលអាចបំផ្ទុះពីចម្ងាយដើម្បីបំផ្លាញនិងរំខានដល់ប្រព័ន្ធការពារដែនអាកាសផងដែរមន្ត្រីសន្តិសុខអ៊ីស្រាអែលទី1បានផ្ដល់ព័ត៌មានលម្អិតបន្ថែមពីចំនួនអំពីទិដ្ឋភាពនៃប្រតិបត្តិការនោះដោយចង្អុលបង្ហាញថាខ្លួនបានកំណត់គោលដៅលើរថយន្តដឹកទំនិញដែលប្រើដើម្បីផ្លាស់ទីតាំងកំជួចអ៊ីរ៉ង់ដើម្បីបាញ់មន្ត្រីនោះបាននិយាយថាសម្រាប់រាល់រថយន្តដឹកទំនិញដែលពួកគេកម្ចាត់បានគឺពួកគេអាចកម្ចាត់គ្រាប់បានចំនួន4គ្រាប់ដូច្នេះបានន័យថាពួកគេក៏តាមមើលថាតើរថយន្តដែលដឹកគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ឈរជើងនៅទីណាយ៉ាងលម្អិតតែម្ដងហើយបើទៅដល់ណាគឺពួកគេតាមកន្តិចនៅកន្លែងហ្នឹងគឺបើយើងមើលតាមរូបភាពឃើញមាន drone ហោះពីលើមើលទីតាំងរថយន្តនោះបើកហើយគេបាញ់ទៅតែម្ដងពីព្រោះអីក្នុងក្បួននេះគឺរថយន្តមួយនោះអាចដឹកមីស៊ីលរហូតដល់4គ្រាប់អញ្ចឹងកន្តិចរថយន្តមួយគឺកន្តិចបានមីស៊ីលបាន4គ្រាប់ដូច្នេះការសម្លាប់មេដឹកនាំនៃក្រុមអ៊ីរ៉ង់កងទ័ពអ៊ីរ៉ង់កាលពីថ្ងៃសុក្រនេះគ្រាន់តែជាផ្នែកមួយទៀតបន្ថែមទៅនឹងអ្វីដែលក្រុម Mossad បានធ្វើប្រតិបត្តិការយ៉ាងក្លាហាននិងប្រកបដោយលក្ខណៈស្មុគស្មាញគឺកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុននៅទីក្រុងបេរូតប្រទេសលីបង់ចារកម្មរបស់អ៊ីស្រាអែលក៏បានបញ្ជូនសារនិងគ្រឿងផ្ទុះទៅក្នុង pager ដោយសារឧបករណ៍បញ្ជូនសារទៅដល់ថ្នាក់ដឹកនាំនិងភ្នាក់ងាររបស់ក្រុម Hezbollah ជាច្រើនអ្នកពេលនោះនៅពេលដែលពួកគេប្រើ pager ហ្នឹងគឺសារឧបករណ៍បញ្ជូនសារហ្នឹងដោយសារគេដឹងថាពួក Hezbollah អត់ប្រើ telephone ទេខ្លាចអ៊ីស្រាអែលចាប់សារបានដូច្នេះគេប្រើតែ pager ហ្នឹងអញ្ចឹងអ៊ីស្រាអែលបញ្ជូនគ្រឿងផ្ទុះទៅក្នុងសារទាំងអស់ហ្នឹងហើយចុចឲ្យផ្ទុះមានអ្នកស្លាប់មានអ្នករបួសជាច្រើននៅក្នុងប្រទេសលីបង់កាលពីនោះដែលធ្វើឲ្យប៉ះពាល់ទៅដល់ថ្នាក់ដឹកនាំនៃក្រុម Hezbollah ផងដែរដូច្នេះប្រតិបត្តិការនេះបង្ហាញយ៉ាងច្បាស់នៅភាពក្លាហាននិងការបញ្ញាចិត្តនិងភាពល្បិចកលមួយដ៏ខ្លាំងក៏ដែលមានកលយុគខ្លាំងនៃក្រុម Mossad ដែលជាក្រុមចារកម្មរបស់អ៊ីស្រាអែលបាទសូមអរគុណប្រិយមិត្តដែលតាមដានការចែករំលែកចំណេះដឹងនេះខ្ញុំជឿថាអ្វីដែលខ្ញុំចែករំលែកនេះនឹងក្លាយទៅជាមេរៀនប្រវត្តិសាស្ត្រមួយសម្រាប់អ្នកដែលចាប់អារម្មណ៍ទៅលើការសិក្សាយុទ្ធសាស្ត្រតាក់ទិកនៅក្នុងការធ្វើសង្គ្រាមសូមអរគុណសូមជម្រាបលាជម្រាបសួរប្រិយមិត្តទាំងអស់គ្នានៅពេលនេះខ្ញុំសូម
ចែករំលែកនៅអត្ថបទស្រាវជ្រាវមួយដែលសារព័ត៌មាន Washington Post បានចុះផ្សាយកាលពីសប្តាហ៍មុនខ្ញុំបានសន្យាថាចែករំលែកជាមួយនឹងប្រិមិត្តនឹងជាច្រើនថ្ងៃទៅហើយប៉ុន្តែជាតែរវល់ការងារផ្សេងគឺអ្វីដែលខ្ញុំចង់ចែករំលែកនេះគឺតកតងជាមួយនឹងល្បិចរបស់ចារកម្មអ៊ីស្រាអែលគឺក្រុមខាតក្រុមម៉ូសាដហ្នឹងគេប្រើល្បិចយ៉ាងម៉េចនៅក្នុងការពង្វក់ស្មារតីនៃមេទ័ពរបស់អ៊ីរ៉ង់ក្នុងពេលដែលអ៊ីស្រាអែលវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់បាទរឿងនេះវាកន្លងទៅហើយប៉ុន្តែវាជាមេរៀនមួយដែលប្រិមត្តណាចូលចិត្តតាមដានល្បិចតាក់ទិកក្នុងការធ្វើសង្គ្រាមកលយុទ្ធអីហ្នឹងគឺសិក្សាទៅវាជារឿងមួយដែលជាកន្លឹះមួយជាការបំភ្លឺចំពោះចំណេះដឹងយើងដែរអញ្ចឹងសូមស្វែងយល់ទាំងអស់គ្នាខ្ញុំសូមចែករំលែកដូចតទៅក្នុងរយៈពេលប្រហែលម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារលើកទី1ប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី13ខែមិថុនាដែលបានសម្លាប់មេដឹកនាំកម្ពុជាយោធានិងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរក្រុមប្រតិបត្តិការស៊ើបការសម្ងាត់របស់អ៊ីស្រាអែលបានចាប់ផ្ដើមយុទ្ធនាការសម្ងាត់ដើម្បីបំផិតបំភ័យមន្ត្រីជាន់ខ្ពស់ក្នុងគោលបំណងបំបែកបំបាក់ផ្ទៃក្នុងនិងបង្កអស្ថិរភាពដល់របបទីក្រុងតេអ៊ីរ៉ង់នេះបើយោងតាមមនុស្ស3នាក់ដែលដឹងពីប្រតិបត្តិការនេះភ្នាក់ងារដែលធ្វើការឲ្យសេវាសន្តិសុខរបស់អ៊ីស្រាអែលដែលនិយាយភាសាអ៊ីរ៉ង់ដែលបានហៅទូរស័ព្ទទៅមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់តាមទូរស័ព្ទដៃរបស់ពួកគេហើយបានព្រមានពួកគេថាពួកគេក៏នឹងស្លាប់ដែរប្រសិនបើមិនគ្រប់គ្រងបើសិនជាមិនឈប់គ្រប់គ្រងរបបរបស់លោកអាយ៉ាតូឡាអាលីខាមេនីមានដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់នេះបើយោងតាមមនុស្ស3នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្នុងការពិភាក្សាអំពីប្រតិបត្តិការសម្ងាត់មនុស្សម្នាក់ក្នុងចំណោមពួកគេបានប៉ាន់ស្មានថាមានមន្ត្រីអ៊ីរ៉ង់ជាង20នាក់ដែលកាន់តំណែងខ្ពស់ៗត្រូវបានគេតាក់ទងទៅកាសែត Washington Post បានទទួលសារថតសម្លេងនៃការហៅទូរស័ព្ទបែបនេះដែលបានកើតឡើងនៅថ្ងៃតែមួយនៃថ្ងៃទី13ខែមិថុនាដែលអ៊ីស្រាអែលបានចាប់ផ្ដើមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់កាសែត Washington Post បានទទួលឯកសារសម្លេងនៃការហៅទូរស័ព្ទរបស់ក្រុមប្រតិបត្តិការចារកម្មអ៊ីស្រាអែលកាលពីថ្ងៃទី13ខែមិថុនានេះគឺនៅពេលដែលពួកគេថ្លែងទៅកាន់មេបញ្ជាការជាន់ខ្ពស់មួយរូបនៅក្នុងសារនោះបាននិយាយថាឬសូរសម្លេងខាងក្រុមចារកម្មនោះបាននិយាយថាខ្ញុំអាចប្រាប់លោកឯងឥឡូវនេះថាលោកឯងមានពេល12ម៉ោងដើម្បីរត់គេចជាមួយប្រពន្ធនិងកូនបើមិនដូច្នេះទេលោកឯងស្ថិតនៅក្នុងបញ្ជីរបស់យើងឥឡូវនេះហើយនេះជាអ្វីដែលក្រុមប្រតិបត្តិការស៊ើបការសម្ងាត់របស់អ៊ីស្រាអែលបានប្រាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ដែលជាស្និទ្ធនឹងមេដឹកនាំរបស់ប្រទេសនេះបើយោងតាមសារសម្លេងបន្ទាប់មកប្រតិបត្តិការនោះបានស្នើថាអ៊ីស្រាអែលអាចតម្រង់អាវុធលើឧត្តមសេនីយ៍និងក្រុមគ្រួសាររបស់ពួកគាត់នៅពេលណាក៏បានដែរភ្នាក់ងារនោះបាននិយាយថាយើងនៅចិត្តអ្នកឯងជាងសរសៃករបស់អ្នកឯងទៅទៀតឧត្តមសេនីយ៍ដែលជាសមាជិកនៃកងឆ្មាំបដិវត្តអ៊ីស្លាមដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ត្រូវបានគេប្រាប់ថាគាត់មានពេល12ម៉ោងដើម្បីធ្វើវីដេអូផ្ដាច់ខ្លួនចេញពីរដ្ឋាភិបាលអ៊ីរ៉ង់ពេលនោះគាត់បានឆ្លើយតបមកវិញថាតើខ្ញុំគួរផ្ញើវីដេអូនេះទៅអ្នកឯងដោយរបៀបណាប្រតិបត្តិការនោះនិយាយថាខ្ញុំនឹងផ្ញើលេខ Telegram ឲ្យលោកឯងគេមិនដឹងច្បាស់ទេថាតើវីដេអូបែបនេះត្រូវបានឧត្តមសេនីយ៍រូបនោះបង្កើតឲ្យផ្ញើចេញឬទេឧត្តមសេនីយ៍ម្នាក់នោះត្រូវបានគេជឿថានៅមានជីវិតនៅឡើយទេនៅក្នុងប្រទេសអ៊ីរ៉ង់នៅពេលនេះប៉ុន្តែគោលដៅចម្បងនៃប្រតិបត្តិការគឺដើម្បីរារាំងនិងបំភាន់ដល់ថ្នាក់ដឹកនាំក្រុងតេអ៊ីរ៉ង់ប៉ុណ្ណោះគឺមិនមែនចង់ឲ្យមានបានវីដេអូនោះទេគឺដើម្បីបំបាក់ស្មារតីខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនយ៉ាមីនណេតានយ៉ាហ៊ូមិនបានឆ្លើយតបទៅនឹងសំណើសម្កាសអត្ថាធិប្បាយទេនៅពេលដែលសារព័ត៌មាន Washington Post តាក់ទងដើម្បីបញ្ជាក់អំពីរឿងនេះការថតសម្លេងនិងអត្ថបទអំពីការសន្ទនានោះជាភាសាអង់គ្លេសត្រូវបានធ្វើឡើងដោយជនជាតិអ៊ីស្រាអែលម្នាក់ដែលបានទទួលឯកសារនិងចែករំលែកវាជាមួយនឹងកាសែត The Washington Post រួមជាមួយនឹងការពណ៌នាហៅការទូរស័ព្ទលើកទី2ទៅកាន់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ទៀតដែលជាស្និទ្ធនឹងលោក Khamenei កាសែត Washington Post បានរៀបចំអត្ថបទសន្ទនាជាភាសាអង់គ្លេសផ្ទាល់ខ្លួនឯងនៃសម្លេងថតជិត4នាទីនៃការសន្ទនាដែលត្រូវបានធ្វើឡើងជាភាសាអ៊ីរ៉ង់បុគ្គលដែលផ្ដល់កាសែតថតសម្លេងបាននិយាយថាខ្លឹមសារនៃសម្លេងនេះមិនត្រូវបានរៀបចំកាត់ចេញណាមួយនោះទេក្រៅតែពីការបិទបាំងសម្លេងរបស់ប្រតិបត្តិការស៊ើបការសម្ងាត់របស់អ៊ីស្រាអែលដើម្បីរក្សាអត្តសញ្ញាណរបស់គាត់
កាសែត Washington Post ទទួលបានឈ្មោះឧត្តមសេនីយ៍អ៊ីរ៉ង់ប៉ុន្តែមិនបានផ្សាយទេហើយបានដកសម្លេងគាត់ចេញពីការថតសម្លេងដើម្បីលាក់អត្តសញ្ញាណរបស់គាត់ផងដែរការហៅទូរស័ព្ទទៅកាន់អិសរាជជនយោធានិងមន្ត្រីសន្តិសុខកម្ពុជារបស់អ៊ីរ៉ង់គឺជាថ្នាក់មួយនៃអ្វីដែលមន្ត្រីសន្តិសុខអ៊ីស្រាអែលបានពណ៌នាថាជាយុទ្ធនាការសម្ងាត់ទូលំទូលាយដែលបំពេញបន្ថែមដល់ការវិលុកយោធារបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរកន្លែងផលិតអាវុធនិងឧបករណ៍បាញ់មីស៊ីលរបស់អ៊ីរ៉ង់មន្ត្រីអ៊ីស្រាអែលបាននិយាយថាប្រតិបត្តិការទាំងមូលដែលត្រូវបានគេហៅថា Rising Lions ដោយរដ្ឋាភិបាលអ៊ីស្រាអែលពឹងផ្អែកលើការធ្វើសកម្មភាពនៃក្រុមស៊ើបការសម្ងាត់ឃ្លាំងផ្ទុកអាវុធដែលមានទីតាំងដាក់នៅទីនោះជាមុននិងកម្លាំងផ្សេងទៀតដែលបានលាក់ខ្លួននៅក្នុងទឹកដីអ៊ីរ៉ង់អស់ជាច្រើនសប្តាហ៍ឬអស់រាប់ខែលោកនេតាញ៉ាហ៊ូបាននិយាយថាអ៊ីស្រាអែលបានចាប់ផ្ដើមប្រតិបត្តិការដ៏គួរឲ្យភ្ញាក់ផ្អើលនេះដើម្បីរារាំងអ៊ីរ៉ង់មិនឲ្យផលិតអាវុធនុយក្លេអ៊ែរ